$20ឬក៏តែអ្នកអត់ស្គាល់ ដែលអ្នកអត់ស្គាល់បង តោះមិនដែលអូនខាងប្រុស មានអីបងគាត់ស្អាតតើសក់គាត់ក៏ស្អាតមុខក៏ស្អាតច្រមុះក៏ស្រួចការស្លៀកពាក់គាត់ចេញមកថែមខ្ញុំហ្មងខ្ញុំស្រឡាញ់មនុស្សប្រុសដែរសបល់ស្អែមអញ្ចឹងចំណុចតាក់ទាញគាត់គឺពេលមាត់ហ្មងបងមានមុនស្នេហ៍ មិនដែលអូនខាងស្រី មិនអីបងគាត់ស្អាតសុំសួរមួយគាត់កូនកាត់មែន កាត់តាកាន់ទេ អូយ៉ាងមិនខ្ជូត ពេលតនេចូលចិត្តធ្វើអីគេ អត់មានពេលទេអងពេលផឹករៀនពេលថ្ងៃរៀនគួរពេលល្ងាចជាលោកម៉ាក់ ហើយចង់មានពេលណាសម្រាប់ខ្ញុំមើល តែនេះគេចេះលៃពេលសម្រាប់មនុស្សជាទីស្រឡាញ់ហីចុះគាត់ពេលតនេចូលចិត្តធ្វើអី ពេលតនេចូលចិត្តមើលកុន មើលគាត់មួយណាគេ តើមើលម្នាក់ឯង អូយ៉ាងតិចទៀតបានមើលពីអ្នកអីយ៉ាង អូខេសំណួរចុងក្រោយ date ឬក៏អត់ អត់ មិនចឹងអូនគឺសរសើរគ្នាមួយថ្ងៃលើអត់ date និយាយលេងហ្នឹងណាដេតបងដេត ស្មានតែអត់ date មិញ ថែមខ្ញុំឲ្យបងអត់ដេតមិនកើត អូខេអូនតោះ date ឬអត់ ដែតបងដែត អញ្ចឹងលក្ខខណ្ឌចុងក្រោយរបស់ពួកយើងគឺត្រូវដោះដូរ Facebook គ្នាអូខេបន្ទាប់ពីយល់ព្រម date គ្នាហើយអញ្ចឹងមានកម្រងទៅណាទៀតអត់អូន ចាំនិយាយគ្នាតាមឆាត អូខេអញ្ចឹងមកមានជាមួយនឹង Miko Reno Super Spicy Hot Pot រសជាតិមីហឹរ7កម្រិតជូនអូនម្នាក់2ដុំ អរគុណបង គឺស្រួលឆុងខ្លាំងមែនតើចំណាយពេលត្រឹមតែ4នាទីគឺអាចញ៉ាំបានហើយជាដំបូងយើងត្រូវដាំទឹកចំនួន450មីលីលីត្រនៅក្នុងមីមួយកញ្ចប់គឺមានម្សៅគ្រឿងទេសចំនួន3កញ្ចប់ទឹកចាប់ផ្ដើមពុះយើងចាប់ផ្ដើមដាក់មីចូលដាក់ម្សៅគ្រឿងទេសដែលមានក្នុងកញ្ចប់មីដាក់ចូលទាំងអស់ដាក់ topping បន្លែដែលយើងពេញចិត្តដូចជាស្ពៃក្តោបពណ៌ស្វាយការខាត់ណាបៃតងសិតម្ជុលសាច់គោនិងគ្រឿងសមុទ្រដែលខ្វះអត់បាននេះគឺជាម្សៅម្ទេសបងប្អូនដែលក៏ចូលចិត្តញ៉ាំហឹរគឺត្រូវម៉ាច់តែម្ដងព្រោះថាយើងអាចកំណត់កម្រិតជាតិហឹរទៅតាមចិត្តចង់បានតមកគឺយើងក្របវាត្រឹមរយៈពេល4នាទីបងប្អូនគឺយើងអាចញ៉ាំបានឥឡូវនេះមីកូរ៉េណូមីហឹររសជាតិ7កម្រិតរបស់យើងគឺអាចញ៉ាំបានហើយគឺឃើញថារសជាតិគឺឆ្ងាញ់ខ្លាំងមែនតើរសជាតិវិញគឺឆ្ងាញ់ដូចមីហឹរនៅហាងបេះបិទតែម្ដងអ្នកនរគ្នាពងមើលហ្នឹងប្រយ័ត្នលេបទឹកមាត់ទេបងប្អូនគ្រាន់តែមានមីកូរ៉េណូនៅប្រទេសហើយក៏អាចធ្វើបានដែរមីកូរ៉េណូ Super Spicy Hot Pot រសជាតិឆ្ងាញ់ដូចហាងមីហឹរបេះបិទតែម្ដងបងប្អូនអាចកំណត់ហឹរតាមចិត្តចង់បានមីកូរ៉េណូ Super Spicy Hot Pot ឆ្ងាញ់តាមចិត្តហឹរតាមចង់